មានបរោះម្នាក់អ្នកស្រុកគេហៅថាចៅអាចសេះព្រោះនៅខ្ញុំសេដ្ឋីគេឲ្យខ្វៀលសេះប្រហែលជា50ក្បាលគេឲ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេបរោះនោះព្យាយាមរំលឹកគុណព្រះពុទ្ធទោះខ្វៀលសេះក្តីធ្វើការអ្វីក្តីតែងទន្ទិញជាប់អញទៅដេញសេះសម្មាសម្ពុទ្ធោអញទៅលើកអាចសេះសម្មាសម្ពុទ្ធោធ្វើការអ្វីក៏ទន្ទិញថាសម្មាសម្ពុទ្ធោដូច្នេះដរាបទៅឯអាចសេះនោះទៀតបរោះមិនលើកចោលទេតែងកើបច្រកការុងទុកបានជាច្រើនថ្ងៃមួយមានសំពៅ500មកពីស្រុកចិននាំទំនិញមកលក់បរោះស្រែកហៅថាឲ្យចូលមកនេះសិនលុះសំពៅចូលមកសួរថាអ្នករាល់គ្នាបើកសំពៅមកពីណានេះសំពៅថាមកពីស្រុកចិនបរោះថាអ្នកស្គាល់ស្ដេចក្រុងចិនទេនាយសំពៅថាស្គាល់ព្រោះខ្ញុំនៅជិតព្រះរាជវាំងដែរបរោះថាស្ដេចក្រុងចិននោះជាក្លើអញហើយជាមិត្តសម្លាញ់ថ្ងៃមុនរៀងមកបើអ្នកត្រឡប់ទៅស្រុកចិនវិញអញផ្ញើរបស់ទៅក្លើអញផងនាយសំពៅនោះឆ្លើយថាបាទហើយនាំគ្នាចេញសំពៅទៅលក់ដូរមិនយូរប៉ុន្មាននាយសំពៅត្រឡប់មកវិញចូលទៅរកបរោះនោះសួរថាអ្នកឯងមានអ្វីផ្ញើទៅយកមកខ្ញុំទៅឥឡូវហើយបរោះថាខ្វះអ្វីខ្ញុំរៀបដាក់ក្នុងការុងបំរុងផ្ញើទៅនាយសំពៅក៏ប្រើជើងឈ្នួលឲ្យជញ្ជូនដាក់សំពៅនៅរបស់ប្រហែល400ការុងដែលសិតតែការុងពេញដោយអាចសេះហើយក៏លាបរោះនោះចេញសំពៅទៅស្រុកចិនដល់ទៅដំណាក់ផែស្ដេចក្រុងចិនហើយក៏បោះយុទ្ធការឡើងទៅក្រាបទូលថាមានក្លើព្រះអង្គផ្ញើរបស់ពីស្រុកខ្មែរមកថ្វាយដាក់នឹងការុងច្រើនណាស់ស្ដេចក្រុងចិនឆ្ងល់ថាអញមិនដែលទៅស្រុកខ្មែរទេអញមានក្លើឯណានៅស្រុកខ្មែរក៏មានព្រះបន្ទូលឲ្យទៅជញ្ជូនការុងអាចសេះនោះមកដាក់គោនៅមុខព្រះលានទ្រង់ឲ្យស្រាយមាត់ការុងចាក់មើលតើជារបស់អ្វីខ្លះដល់ស្រាយទៅឃើញសិតតែដុំមាសគ្រប់ការុងស្ដេចមានព្រះទ័យត្រេកអររកទីបំផុតគ្មានក៏ទ្រង់គិតក្នុងព្រះចិន្តាថានឹងបានអ្វីផ្ញើទៅគេវិញមានតែព្រះរាជបុត្រីមួយព្រះជន្ម18ឆ្នាំព្រះរូបព្រះឆោមល្អលើសស្រីទាំងអស់គិតផ្ញើទៅឲ្យគេហើយក៏ទ្រង់ចាត់ឲ្យជាងធ្វើស្គរមួយយ៉ាងធំពាសស្បែកសត្វទាំងសងខាងតែឲ្យមានកន្លែងបើកចេញចូលមកខាងបានហើយក៏ដាក់ព្រះរាជបុត្រីនោះទៅក្នុងស្គរមានទាំងកន្សែងបក់បោយមួយផងហើយចាត់បំរើឲ្យបើកសំពៅយកទៅឲ្យចៅអាចសេះបំរើទៅដល់ហើយក៏ស្រែកហៅបរោះនោះថាស្ដេចក្រុងចិនជាក្លើផ្ញើស្គរមួយមកឲ្យអ្នកឯងវាយលេងបរោះឮដូច្នោះក៏ត្រេកអរណាស់អ្នកបំរើយកស្គរទៅចងក្នុងរោងសេះនោះបរោះនោះក៏ចេះតែវាយលេងទាំងនិយាយផងថាក្លើអញស្រឡាញ់អញផ្ញើស្គរនេះមកឲ្យអញវាយលេងថ្ងៃមួយបរោះនោះវាយស្គរហើយចេញទៅខ្វៀលសេះនាងដែលនៅក្នុងស្គរចេញមករៀបបាយទឹកទុកបំរុងឲ្យបរោះនោះហើយចូលទៅក្នុងស្គរចេញមករៀបបាយទឹកមកវិញឃើញបាយគិតថានរណាមករៀបបាយឲ្យអញឃ្លានបាយអញស៊ីហើយឯនាងនោះធ្វើដូច្នេះជាច្រើនថ្ងៃបរោះនោះសង្ស័យនឹកថានរណាយកបាយឲ្យអញស៊ីរាល់ថ្ងៃម្ល៉េះចាំលបមើលក៏ឃើញនាងដ៏មានរូបល្អឯកចេញពីក្នុងស្គរមកហើយបក់បោយកន្សែងឲ្យកើតជាអាហារឡើងមួយរំពេកបរោះនោះក៏ភ័យស្រែកថាសម្មាសម្ពុទ្ធោមកពីណាល្អម្ល៉េះហើយក៏រត់ទៅនាងនោះចេញតាមបរោះនោះស្រែកថាសម្មាសម្ពុទ្ធោកុំចាប់អញអាណិតអញលេងអញទៅនាងថាខ្ញុំមិនលេងទេអ្នកឯងជាប្តីខ្ញុំហើយឪពុកខ្ញុំឲ្យខ្ញុំមកនៅធ្វើជាប្រពន្ធអ្នកឯង
ព្រោះអ្នកឯងបានផ្ញើមាសប្រាក់ទៅឲ្យឪពុកខ្ញុំច្រើនណាស់បុរសថាទេខ្ញុំមិនយកទេនាងនោះនិយាយលួងលោមច្រើនដងបុរសក៏ស្ងៀមនាងដឹកដៃបុរសនោះមករោងសេះវិញក្នុងវេលាយប់នោះនាងអធិដ្ឋានកន្សែងបក់បោយហើយបក់ទៅកើតជាប្រាសាទរីកវាំងមានមនុស្សកឹកកងរំពងនៅក្នុងនោះចៅអាចសេះហើយនឹងនាងនោះក៏នៅលើប្រាសាទមានមនុស្សបំរើឆ្វេងស្ដាំអ្នកស្រុកទាំងពួងឃើញហើយភ្ញាក់ផ្អើលគ្រប់គ្នាក៏រត់ទៅប្រាប់សេដ្ឋីជីចវាយបុរសនោះថាមានកើតប្រាសាទរីកវាំងត្រង់ខ្ទមចៅអាចសេះនោះច្រើនណាស់សេដ្ឋីសង្ស័យរត់ទៅមើលឃើញហើយក៏ផិតភ័យរត់ទៅទូលស្ដេចតាមរឿងស្ដេចទ្រង់ជ្រាបទ្រង់ចាត់បម្រើឲ្យទៅពិនិត្យមើលឃើញពិតដូច្នោះមែនក៏មានព្រះតីទូមនះជាខ្លាំងថាឈ្មោះណាហ៊ានមកសាងប្រាសាទរីកវាំងក្នុងនគរអញមានតែអញទេជាស្ដេចក្នុងនគរនេះទើបទ្រង់ប្រជុំនាមមើលស័ព្ទមុខមន្ត្រីមានព្រះបន្ទូលចាត់ឲ្យរៀបរេពុលលើកទៅចាប់ទាំងព្រះអង្គក៏ស្ដេចយាងជាមួយផងវេលានោះមានបម្រើទៅប្រាប់ចៅអាចសេះហើយនឹងប្រពន្ធចៅអាចសេះបានឮក៏មានសេចក្តីភិតភ័យណាស់នាងប្រាប់ប្តីថាកុំឲ្យភ័យទុកងារឲ្យខ្ញុំច្បាំងនឹងស្ដេចនេះវិញនាងក៏រៀបខ្លួនចេញទៅហើយអធិដ្ឋានកន្សែងបក់កន្សែងបយឲ្យស្ដេចបរាជ័យព្រមទាំងរេពុលចៅអាចសេះនឹងនាងនោះបានសោយរាជ្យជាស្ដេចដោយអំណាចដឹងគុណព្រះពុទ្ធការខំប្រឹងប្រែងតែងមានផលច្រើនរឿងពស់កេងកងកាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពីរនិងពស់ឥតមានពីរទេមានតែពស់កេងកងមាននិទានថាកាលដើមឡើយមានមនុស្សពីរនាក់ប្តីប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអេតប្តីនោះទៅជួញអង្កាំបាត់ជាយូរអង្វែងថ្ងៃមួយអស់បងប្អូនជិតខាងគេបបួលគ្នាទៅរកអោសឯនាងនីឮគេថាបបួលគ្នាក៏ទៅជាមួយនឹងគេដែរយកនាងអេតជាកូនទៅផងលីដឹងចូលព្រៃបានឃើញអុសមួយធំនាងនីយកដឹងពុះអុសលុះពុះយូរបន្តិចទៅដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពុះនាងនីមើលទៅឃើញដឹងនឹងពុះកេងកងក៏និយាយនឹងពុះនោះឲ្យហុចដឹងឲ្យឯពុះកេងកងឆ្លើយឡើងថាបើនាងឯងដោយអញធ្វើប្រពន្ធអញទើបអញឲ្យដឹងបើនាងឯងមិនដោយអញមិនធ្វើជាប្រពន្ធអញទេនោះអញមិនឲ្យដឹងទេឯពស់កេងកងឆ្លើយឡើងថាបើនាងឯងដោយអញធ្វើប្រពន្ធអញទើបអញឲ្យដឹងបើនាងឯងមិនដោយអញមិនធ្វើជាប្រពន្ធអញទេនោះអញមិនឲ្យដឹងទេនាងនីឮពស់កេងកងថាដូច្នោះហើយហេតុតែជាស្រីខូចក៏ទទួលព្រមថាលេងតែអ្នកឲ្យដឹងមកខ្ញុំចោះចាំល្ងាចសឹមខ្ញុំឲ្យមេអេតមកហៅពស់កេងកងឮនាងនីថាដូច្នោះក៏ឲ្យដឹងមកនាងនីផ្ដាំថាដល់ល្ងាចសឹមឲ្យមេអេតមកហៅហើយនាងនីក៏ទូលអុសទៅផ្ទះជាមួយនឹងនាងអេតលុះដល់ប្រលប់នាងនីក៏ប្រើមេអេតជាកូនឲ្យទៅហៅពស់កេងកងនាងអេតទៅដល់ឈរនៅមាត់រន្ធពស់ហៅថាពស់កេងកងអើយនាងនីឲ្យហៅឯពស់កេងកងឮហើយលូនចេញមកនាងអេតឃើញពស់ក៏ភ័យខ្លាចព្រឺស្ញើបអស់ទាំងខ្លួនប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះពស់នោះធំណាស់លូនទៅលើស្មៅបាក់រៀបអស់ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនីនិយាយនឹងពស់កេងកងថា
ខ្ញុំមានប្តីឥឡូវនេះគាត់ទៅជួញអង្កាំ2-3ឆ្នាំមកម្ដងពួកកេងកងសួរថាប្តីនាងឯងទៅប្រមាណថ្ងៃប្រមាណខែទៀតនឹងម្ដងនាងនីឆ្លើយថាមិនដឹងជាប្រមាណខែប្រមាណថ្ងៃទៀតនឹងម្ដងទេពួកកេងកងនឹងនាងនីក៏ដេកលក់ជាមួយគ្នាទៅដល់ចិត្តភ្លឺទើបពួកកេងកងលានាងនីទៅរូងវិញនាងនីផ្ដាំថាបើប្តីខ្ញុំមកខ្ញុំមិនឲ្យមេអេតទៅហើយទេអ្នកកុំមកបើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើមេអេតឲ្យទៅហៅអ្នកសំអ្នកមកពួកកេងកងក៏ទៅឯរូងខ្លួនវិញទៅរាល់តែល្ងាចនាងនីប្រើមេអេតឲ្យទៅហៅពួកកេងកងនាងអេតខ្លាចម្ដាយក៏ទៅហៅតាមពាក្យម្ដាយប្រើប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ត្បិតពស់នោះធំណាស់ហើយវែងផងមួយទៀតខឹងក្នុងចិត្តត្បិតម្ដាយសាហាយនឹងពស់នាងអេតទៅដល់មាត់រូងហើយហៅថាពស់កេងកងអើយនាងនីឲ្យហៅពស់កេងកងលឺក៏លូនចេញមកហើយឆ្លើយថាអេតអើយថាអញមិនទៅឪពុកអេតនៅកាត់ក្បាលអញដាច់នាងអេតឆ្លើយថាឪពុកអញទៅជួញអង្កាំ2-3ឆ្នាំមិនទាន់មកដល់ពស់កេងកងលឺនាងអេតប្រាប់ដូច្នោះក៏លូនចេញអំពីរុនមកហើយចេះតែទៅមកតែសពថ្ងៃនាងនីសាហាយនឹងពស់កេងកងទាល់តែផើមលុះយូរបន្តិចទៅប្តីនាងនីមកពីជួញអង្កាំវិញឃើញនាងនីពស់ធំនឹកសង្ស័យក៏សួរនាងអេតជាកូននាងអេតប្រាប់ឪពុកថាម៉ែគាត់សាហាយនឹងពស់កេងកងតែវេលាប្រលប់កាលណាឲ្យខ្ញុំទៅហៅតែសពថ្ងៃឪពុកឮនាងអេតប្រាប់ដូច្នោះក៏និយាយនឹងនាងអេតថាដល់ល្ងាចហងឯងទៅហៅពស់នោះទៀតអញចាំកាប់វានៅមាត់ទ្វារហើយហងឯងកុំឲ្យម្ដាយហងឯងដឹងឯនាងអេតលុះដល់ប្រលប់ក៏ទៅហៅពស់កេងកងថាពស់កេងកងនាងនីឲ្យហៅពស់កេងកងឮហើយឆ្លើយថាអេតអើយថាអញមិនទៅឪពុកអេតនៅកាត់កអញដាច់នាងអេតឆ្លើយថាឪពុកអញទៅជួញអង្កាំ2-3ឆ្នាំមិនទាន់មកដល់ពស់កេងកងឮនាងអេតប្រាប់ដូច្នោះស្មានថាឪពុកនាងមិនទាន់មកពីជួញអង្កាំមែនក៏ទៅដូចសពថ្ងៃឯឪពុកនាងអេតកាន់ដាវពស់នៅមាត់ទ្វារចាំកាប់ពស់កេងកងលូនចូលក្នុងទ្វារបន្តិចឪពុកនាងអេតកាត់កដាច់ហើយកាត់មួយកណាត់ខាងកន្ទុយយកទៅដាក់លើស្កាកមួយកណាត់ខាងក្បាលយកទៅដាក់លើមេឃពុត្រាឯកណ្ដាលខ្លួនយកទៅបន្លាស់បន្លាត់ស្បែកចោលហើយផ្ដាំនាងអេតថាកុំឲ្យម្ដាយហងឯងដឹងតែត្រូវទុកសាច់ស្លឲ្យម្ដាយហងឯងស៊ីឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសល់ឯនាងនីពុំបានដឹងជាប្តីកាប់ពស់សាហាយស្លាប់ទេព្រោះពេលនោះនាងនីមិននៅទៅសួរបងប្អូននៅផ្ទះឆ្ងាយលុះព្រឹកឡើងនាងអេតយកសាច់ពស់មកស្លទុកឲ្យនាងនីជាម្ដាយស៊ីនាងនីឃើញសម្លខ្លាញ់រលេបទាំងចានទាំងឆ្នាំងក៏សួរនាងអេតថាបានសាច់អ្វីស្លមីអេតនាងអេតប្រាប់ថាសាច់ជ្រូកនាងនីគិតស្មានថាសាច់ជ្រូកមែនក៏ឲ្យមីអេតដួសសម្លយកមកស៊ីបាយកាលនាងអេតដួសសម្លមកឲ្យនាងនីជាម្ដាយស៊ីនោះមានក្អែកមួយវាឃើញក្បាលពស់ដាក់លើមេឃពុត្រាវាចង់ស៊ីសាច់ពស់វាបូលថាគីឡូក្លេមក្លំលេបសាច់ប្តីឯងនាងនីកំពុងស៊ីបាយឮក្អែកបូលដូច្នោះក៏មើលទៅលើមេឃពុត្រាឃើញក្បាលពស់កេងកងលើមេឃឈើហើយនាងនីនឹកអាណិតស្រក់ទឹកភ្នែកតែនាងពុំហ៊ានយំព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នាប្តីឃើញនាងនីស្រក់ទឹកភ្នែកក៏សួរថាហេតុដូចម្ដេចបានជាស្រក់ទឹកភ្នែកនាងនីឆ្លើយថាស៊ីបាយក្តៅសម្លក្តៅរលឹកកូនចៅរលងទឹកភ្នែកឯក្អែកនោះចេះតែបូលថាគីឡូក្លេមក្លំលេបសាច់ប្តីឯងក្បាលដាក់លើដើមពុត្រាកន្ទុយដាក់លើស្កាក
ញញនីមើលទៅលើស្កាឃើញកន្ទុយពោះកេងកងលើនោះឯប្តីនាងនីដឹងថាប្រពន្ធសហាយនឹងពោះកេងកងពិតប្រាកដហើយក៏នឹកភ្នុកក្នុងចិត្តខឹងចង់សម្លាប់នាងនីប៉ុន្តែធ្វើមិនឲ្យនាងនីដឹងខ្លួនដល់នាងនីផើមចាស់ផ្ទៃចិត្តនឹងសម្រាលប្តីបបួលទៅកក់សក់នៅមាត់បឹងលុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថាទៅទៀតឲ្យឆ្ងាយពីស្រុកគេយើងនឹងកក់សក់លេងឲ្យសប្បាយតែពីរនាក់ម្ដងនាងនីមិនដឹងខ្លួនឯងថាប្តីសម្លាប់ស្មានថាប្តីនាំទៅកក់សក់មែនក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅលោកឃើញកំពង់មួយរៀបស្អាតវាល្អប្តីប្រាប់ប្រពន្ធថាកំពង់នេះរៀបសប្បាយយើងឈប់កក់សក់នៅនោះចុះឯនាងនីមិនដឹងខ្លួនជាប្តីគិតសម្លាប់ក៏អង្គុយកក់សក់នៅមាត់ច្រាំងប្តីនោះក៏ហូតដាវកាប់នាងនីពីក្រោយខ្នងមិនឲ្យដឹងខ្លួនដាច់ពាក់កណ្ដាលខ្លួនស្លាប់ទៅពេលនោះឃើញសុទ្ធតែកូនពស់លូនចេញមកអំពីពស់នាងនីមកប្តីនាងនីក៏កាប់កូនពស់នឹងដាវខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដីខ្លះមុជក្នុងទឹកខ្លះចូលទៅក្នុងព្រៃព្រោះហេតុនេះបានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះឃ្លាតឆ្ងាយណាយចិត្តរឿងខ្លាស្វានិងទន្សាយមានសត្វខ្លាមួយវាដាច់សង្វែងដើររកចាប់អ្វីមិនបានសោះខំដើរស្វែងណាស់ទៅប្រទះនឹងសត្វអោកមួយកំពុងតែយំឮសូរអោកទុំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំងខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថាធ្វើម្ដេចនឹងចាប់អានេះបានហណបើវានៅខ្ពស់ម្លេះបើអញឡើងទៅមុខជាវាឃើញហើយហើទៅកាលណានឹងចាប់វាបានខ្លាអង្គុយចាំមើលកិច្ចកលសត្វអោកនោះឯសត្វអោកនោះកាលណាទុំហើយភ្នែកវាតែងរំពៃមើលទៅបោះហែត្រីក្រែងមានត្រីបន្លាកខ្លួនឡើងនឹងចាប់យូរបន្តិចមានត្រីមួយផុសឡើងពីក្នុងទឹកអកស្ទុះទៅចាប់បានត្រីនោះយកមកធ្វើជាចំណីវាទៅខ្លាឃើញអកធ្វើដូច្នោះក៏គិតក្នុងចិត្តថាយើអាអកនេះវាអង្គុយតែស្ងៀមសោះស្រាប់តែមានត្រីហែលខ្នេញត្រពាំងនោះវាស្ទុះទៅចាប់បានមួយរំពេចយកមកក្រអះមិននឿយហត់ប៉ុន្មានសោះមិនព្រួយដូចជាខ្លួនអញខំដើរស្វែងរកស្ទើរស្លាប់មិនងាយបានអានេះអង្គុយធ្វើច្រងុកចាប់បានភ្លាមហើយវាមិនលំបាកលប់លំបាកអោនក្រាបទៀតផងបើដូច្នេះអញគិតធ្វើដូចសត្វអកនេះវិញស្រួលជាងខ្លាគិតដូច្នោះហើយក៏ដើរទៅទៀតដើម្បីស្វែងរកបឹងឬត្រពាំងជាទីស្ងាត់ហើយដែលមានត្រីច្រើននោះវាដើរទៅដល់បឹងមួយជាទីស្ងាត់នៅមាត់បឹងនោះមានដើមឈើធំដុះជ្រូងច្រាងដ៏មានម្លប់ត្រឆៃល្មមវាពឹងពួនខ្លួនវាបានពេលនោះមានបុរសម្នាក់នៅចងសន្ទូចក្នុងបឹងនោះមុនខ្លាទៅដល់ដៅចង់មើលឲ្យឃើញសន្ទូចខ្លួនដែលរាយនៅឯណៃឆ្ងាយបានស្រួលបុរសនោះរាយសន្ទូចហើយមិនឈរនៅនឹងដីទេទៅឡើងលើដើមព្រឹក្សាមួយធំខ្ពស់នៅសំងំតែម្នាក់ឯងមិនមាត់កឡើយឯខ្លានោះកាលបានទៅដល់ហើយក៏ដើរភ្លូកចុះភ្លូកឡើងរកដើមឈើនឹងឡើងធ្វើដូចជាសត្វអកបុរសឮសូរមើលទៅឃើញខ្លាកំពុងតែដើររួចទៅឡើងអង្គុយចំហមលើចុងឈើហើយធ្វើសំឡេងត្រាប់តាមសត្វអកថាអកអូគាត់មិនហ៊ានមាត់ថាអ្វីទេចាំតែមើលហើយគិតថាខ្លានេះវាឡើងចុងឈើនៅក្នុងបឹងដូចនេះតើវាគិតធ្វើអ្វីយូរបន្តិចមានត្រីងើបឡើងស្រាប់តែខ្លានោះស្ទុះលោតប្រងរួចផុសឡើងវិញឆ្លក់ទឹកឮសូរខក់បុរសនោះឃើញហើយសើចរួចស្រែកថាស្លាប់ទៅអាខ្មោចធ្វើអ្វីដូច្នោះខ្លាឮមើលទៅឃើញបុរសនៅលើចុងឈើក៏មានសេចក្តីអៀនខ្មាស់ខ្លាំងណាស់ស្ទើរនឹងស្លាប់ខ្លួនព្រោះមិនដែលបងគំនិតដល់ម្លឹងសោះរួចខ្លានឹកថាឥឡូវបុរសនេះឃើញអញតែម្នាក់ឯងបើគាត់ទៅដល់ផ្ទះសាំគាត់នឹងនិយាយប្រាប់គេថែមទៀតគេនឹងកាន់តែដឹងច្រើនឡើង
កើតមានគេឈ្មោះអាក្រក់ណាស់បើដូច្នោះអញសូគាត់គុំនិយាយប្រាប់នរណាតទៅទៀតឡើយខ្លាបាននិយាយអង្វរបរោះនោះជាពាក្យអោនលំទោនថាអូអ្នកអើយខ្ញុំបានជាចាប់ត្រីធ្វើដូចជាសត្វអកទៅវាមិនបានអីត្រីទៅបានអីលងទឹកស្ទើរនឹងស្លាប់ខ្ញុំមានសេចក្តីខ្មាស់អៀនច្រើនណាស់បើដូច្នោះសុំអ្នកអាណិតខ្ញុំកុំនិយាយទៅណាមកណាទៅទៀតខ្ញុំនឹងតបគុណឧបការៈអ្នកបុរសតបវិញថាខ្លាឯងឲ្យអ្វីអញខ្លាថាខ្ញុំសន្យារកសัพท์មួយព្រឹកមួយយកមកជូនអ្នកនៅទីនេះរាល់តែថ្ងៃបុរសនោះក៏ព្រមព្រៀងទទួលពាក្យខ្លារួចហើយវិលទៅផ្ទះអាត្មាវិញលុះព្រឹកឡើងមកទទួលយកសัตว์អំពីខ្លានៅកន្លែងសន្យាខ្លាក៏ខំសัตว์យកមកឲ្យបុរសនោះជាប្រក្រតីមិនហ៊ានខានកាលបើបុរសនោះបានសัตว์នាំយកទៅផ្ទះអាត្មាច្រើនថ្ងៃពេកណាស់នាងភរិយាឆ្ងល់លុះវេលាយប់ក៏សួរដោយស្ងាត់ថាអ្នកឯងធ្វើដូចម្ដេចក៏បានសัตว์រាល់ថ្ងៃម្លេះម្ដងសัตว์នេះម្ដងសัตว์នោះជ្រូកក៏មានក្តាន់ក៏មានឆ្លុះក៏មានប្តីថាអញដាក់អន្ទាក់ប្រពន្ធថាអន្ទាក់អ្វីក៏បានមិនដែលខានដូចនេះអ្នកអើយប្អូនឲ្យត្រង់ទៅមើលបុរសនោះក៏ភ្លេចពាក្យសន្យាដោយស្មានថាខ្លាកាលណាវានឹងមកក៏ប្រាប់ប្រពន្ធតាមរឿងហេតុពីដើមដល់ចុងប្រពន្ធនោះក៏ជឿលុះព្រឹកឡើងបុរសទៅយកសัตว์អំពីខ្លាដូចសពដងលុះទៅដល់ស្រាប់តែឃើញខ្លាអង្គុយច្រហមចាំនៅកន្លែងនោះលុះបុរសដើរទៅដល់ខ្លាប្រាប់ថាបុរសឯងមកហើយអញនៅចាំទេតើអញនឹងស៊ីឯងត្បិតកាលនិយាយគ្នាមុននោះអញហាមថាកុំឲ្យនិយាយប្រាប់គេតទៅទៀតអញសោកឲ្យសัตว์មួយរាល់តែថ្ងៃឥឡូវមិនក៏និយាយប្រាប់គេបុរសនោះក៏ភ័យភ្នែកស្លឥតប្រកែកថាអ្វីទេគ្រាន់តែអង្វរទៅខ្លាវិញថាបងខ្លាឯងស៊ីក៏ស៊ីចុះខ្ញុំមិនប្រកែកទេបានជានិយាយទៅហើយតែបើមួយថ្ងៃនឹងស្លាប់រស់ខ្ញុំសូមទៅជួបប្រពន្ធសិននឹងបានប្រាប់ឲ្យគេដឹងផងខ្លាក៏ព្រមថាអូទៅក៏ទៅចុះតែឲ្យឆាប់ត្រឡប់មកវិញអញស្ដោះទឹកមាត់ចាំតែស្ងួតទឹកមាត់អញតាមទៅស៊ីទាំងប្តីទាំងប្រពន្ធទុកធ្វើអីមនុស្សនិយាយមិនទៀងបុរសនោះក៏នៅទាំងសោកសៅក្នុងចិត្តព្រោះតែមាត់មិនចិត្តបានជាខ្លាវាស៊ីទៅដល់ក៏ប្រាប់ប្រពន្ធតាមរឿងហេតុនោះហើយថាឥឡូវនៅមិនបានទេត្បិតខ្លាវាចាំតែយូរវានឹងមកស៊ីទាំងអស់គ្នាប្រពន្ធក៏យំសោកស្រណោះគ្នាទៅវិញទៅមកស្ដាយគំនិតប្តីក៏លាភរិយាចេញចាក់គ្រឹះឋានដើរមកតាមផ្លូវយំបណ្ដើរផងដល់ពាក់កណ្ដាលផ្លូវប្រទះនឹងទុនសាយសួរថាបុរសឯងដើរទៅណាយំផងដូចនេះមានទោសទុកដូចម្ដេចបុរសនោះថ្លែងឲ្យទុនសាយស្ដាប់សពគ្រប់ប្រការតាមហេតុនោះទុនសាយឆ្លើយថាអូបើដូច្នោះភ័យអ្វីបុរសឯងទៅរកតែចេកមួយស្និតមកទៅខ្លាចអ្វីអាខ្លាកំព្រើលនោះបុរសនោះត្រេកអរក៏មនីរត់ទៅរកបានចេកមួយស្និតហើយជូនទៅលោកសុភាទុនសាយថាខ្ញុំជូនលោកសូមឲ្យតែលោកសុភាជួយខ្ញុំឲ្យរស់ជីវិតផងចុះតែបន្តិចខ្លាវាតាមមកស៊ីខ្ញុំហើយសុភាទុនសាយថាអ្នកឯងទៅជាមួយនឹងយើងចាំមើលខ្លានោះឲ្យជាក់រួចសុភាទុនសាយរកដំបូកមួយយ៉ាងខ្ពស់ឡើងទៅអង្គុយលើដំបូកនោះដើម្បីមើលទៅឲ្យបានឆ្ងាយឯខ្លាកាលចាំបុរសនោះយូរពេកក៏តាមមកប្រាថ្នានឹងខំស៊ីទាំងពីរនាក់ព្រោះខុសសន្យាគ្នាពីរលើកហើយវាដើរម្នាក់ឯងតាមផ្លូវរលិះរលាំងមកដល់ទៀបដំបូកបុរសនោះឃើញក៏ប្តឹងសុភាទុនសាយថានោះមកហើយលោក
សុភាទន្សាយប្រាប់ថាកុំមាត់ចាំវាមកចិត្តសិនខ្លាដើរមកកាន់តែចិត្តសុភាទន្សាយពុំជែកមួយក្នុងមាត់ហើយស្រែកក្រហែមឡើងថាស៊ីខ្លា5មិនស្កាំផ្ទៃស៊ីត្រប់ខាពុនកូនដៃស្អាក់ស្ទើបែកអែមខ្លាឮសំឡេងធំក្រអួនថាស៊ីខ្លា5មិនស្កាំផ្ទៃក៏ស្ទុះថយក្រោយសុភាទន្សាយក្រហែមថែមម្ដងហើយម្ដងទៀតយ៉ាងផ្ទួនខ្លាស្ទុះរត់លែងទាំងមើលក្រោយរត់ឆ្ងាយទៅប្រទះស្វាមួយនៅលើចុងឈើស្វាឃើញខ្លារត់ស្រែកសួរថាបងខ្លារត់មានការអ្វីខ្លាឮហើយឈប់ឆ្លើយតបទៅវិញទេវ៉ាយយអាណាក៏ធំម្លេះស៊ីខ្លាដល់តែ5មិនឆ្អែតបានជាអញភ័យរត់មកក្រែងវាស៊ីស្វាសួរថាបងឯងឃើញដែរឬវ៉ៃខ្លាថាទេឮតែមាត់ស្វាសួរថាមាត់ត្រង់ណាខ្លាតបថានៅបៀតដំបូកឯដើមពងរួនោះណាស្វាថាក្រែងបងសុភាទេដឹងចំណាំតែឃើញនៅត្រង់ហ្នឹងខ្លាតបថាមិនមែនទេសម្ដីសុភាណាដូច្នោះស្វាថាទេប្រកាសជាសុភាហើយបើដូច្នោះទៅម្ដងទៀតមើលខ្ញុំជូនទៅខ្លាមិនព្រមទៅថាក្រែងបងស្វាឯងរត់ចោលអញតែឯងភ័យរត់ឡើងចុងឈើទៅនៅតែអញម្នាក់ឯងស្លាប់អញហើយស្វានិយាយម្ដងទៀតថាបើបងឯងខ្លាចខ្ញុំរត់ចោលយើងចង់កន្ទុយភ្ជាប់គ្នាខ្ញុំឡើងទៅចុងឈើឯណារួចបើបងជាប់នឹងខ្ញុំហើយខ្លាថាបើដូច្នោះទៅក៏ទៅកុំរត់ចោលគ្នាវ៉ៃខ្លានិងស្វាចងកន្ទុយជាប់គ្នាហើយដើរតម្រង់ទៅដំបូកនោះបុរសនោះឃើញប្តឹងសុភាទន្សាយទៀតថាលោកឲ្យមកទៀតហើយម្ដងនេះមានស្វាមកផងខ្ញុំខ្លាចណាស់លោកសុភាទន្សាយថាកុំបារម្ភអ្វីនៅមាត់ឲ្យស្ងៀមចាំវាមកចិត្តបន្តិចនឹងមើលវាសុភាទន្សាយក៏ប្រុងបកចេកមួយនឹងពុំឲ្យមួមដល់មកចិត្តស្វាសួរថាត្រង់ណាបងខ្លាថាណែត្រង់នឹងណែមាត់ស្រែកពីត្រង់នោះសុភាទន្សាយប៉មចេកនៅក្នុងមាត់ស្រែកថាយោអាស្វាក្រញ៉ាំចំពាក់បំណុលអញ 4-5 ឆ្នាំដឹកអាខ្លាសំគុំមួយឲ្យអញអែមមើលមានរយាតអាស្វានេះខ្លាឮដូច្នោះក៏ស្ទុះរត់ភីងទៅស្វាខាត់ពុំស្ដាប់ហើយគិតក្នុងចិត្តថាយោអាស្វានេះវានាំអញមកផាត់បំណុលទេតើស្វាស្រែកថាបងខ្លាឈប់សិនឈប់ខ្លាក៏មិនព្រមដោយចូលចិត្តថាច្បាស់ជាស្វាយកខ្លួនមកផាត់ឲ្យគេហើយរត់ទៅឆ្ងាយទាល់តែស្វានោះរំដំនឹងឈើនឹងដីស្លាប់ខ្លួនខូចអាសាឥតការមាត់មានក្របដបមានឆ្នុករឿងបងថ្លៃនិងប្អូនថ្លៃមានមនុស្ស2នាក់ជាបងថ្លៃប្អូនថ្លៃនឹងគ្នាបងថ្លៃជាអ្នកក្រប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិថ្ងៃមួយឪពុកក្មេកមានកិច្ចរវល់ត្រូវប្រាប់បងប្អូនកូនចៅឲ្យទៅស៊ីផឹកនៅផ្ទះគាត់ប្អូនថ្លៃនោះបានមកជួបនឹងបងបបួលទៅស៊ីឯផ្ទះឪពុកក្មេកបងថ្លៃនិយាយប្រាប់តាមត្រង់ថាមិនហ៊ានទៅស៊ីទេព្រោះខ្លួនជាអ្នកក្រមិនធ្លាប់ស៊ីម្ហូបចំណីល្អក្រែងមិនត្រូវបែបទេខ្មាស់គេប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបងក៏ប្រាប់ទៅវិញថាមិនអីទេទៅ2នាក់ចោះបើមិនដឹងឲ្យតែធ្វើតាមខ្ញុំស៊ីអីស៊ីនឹងទៅមិនក្រប៉ុន្មានទេបងទៅជាមួយនឹងខ្ញុំចោះបងក៏ព្រមទៅលុះទៅបរិភោគនៅទីនោះបបួលគ្នាស៊ីបាយតាមធម្មតាទៅដល់គេលើកសម្លខ្ចៅមកប្អូនក៏យកចង្កឹះចាប់មួយមកពុំរួចជញ្ជក់អស់
ខ្ចាក់សម្បកខ្ចៅនោះដាក់នៅនឹងកន្លែងហើយគេចោលសម្បកនោះទៅឯបងនោះមិនដឹងដោយមិនបានឃើញគេធ្វើដូច្នោះក៏ខំជញ្ជក់ហើយខំទាំងទំពាសម្បកខ្ចៅនោះទាល់តែល្អិតខំលេបទៅប្អូនឃើញដូច្នោះក៏លែងស៊ីខ្ចៅនោះទៅចាប់យកឯអំពើដែលគេឡៅទុកនៅចាននោះមកស៊ីរួចគេយកកន្សែងខ្ចប់ដាក់ហើយចោលទៅទៀតបងឃើញគេស៊ីអំពើក៏យកអំពើនោះមកស៊ីនឹងគេទៀតខំទំពាអំពើទាល់តែល្អិតកាកលេបទៅទៀតប្អូនលែងស៊ីអំពើវាទៅស៊ីសម្លមីសួរទៀតទើបតែនឹងពុំចូលក្នុងមាត់នឹកឃើញបងស៊ីអំពើទាំងកាកនោះហើយអស់សំណើចទប់មិនឈ្នះក៏ចេញសម្លេងមកឮតែខឹកដោយហេតុខ្យល់ទប់ខឹកនោះមីសួរវាស្ទុះឡើងទៅចូលឯរុនច្រមុះទាំងពីរចេញមីសួរនោះមកក្រៅដោយអំណាចខ្យល់បងថ្លៃឃើញដូច្នោះក៏ចោលចង្កាស់ទៅក្នុងថាសថាទេលែងស៊ីហើយស៊ីឯទៀតធ្វើតាមសំបីខ្ចៅនឹងអំពើទាំងសម្បកទាំងកាកក៏ស៊ីបានទាំងអស់ដល់មីសួរឃ្លោះនឹងច្រមុះដូចនេះធ្វើតាមមិនបានទេប្អូនឯងស៊ីតែឯងចុះបងលែងស៊ីហើយស៊ីទៅទៀតមិនកើតទេពុតគ្រូកុំត្រប់ច្បាប់គ្រូឲ្យយក